네, 저는 오늘 이제 미겔 선생님 농장에 가려고 합니다. 또 이렇게 유튜브를 통해서 미겔 선생님 가정을 도울 수 있도록 요청을 부탁드렸는데 너무 빠른 시일 내에 미겔 선생님 가정에 필요한 묘목 400그루가 다 채워져서 오늘 이제 여기 은행에서 후원금을 뽑고 농장에 가보려고 합니다. 네, 이제 지금 미겔 선생님 집과 농장 근처에 왔습니다. 들어가는 길이 완전 시골 길인데요. 도착하면 전사님하고 사모님 인사하고 예배를 먼저 드릴 것 같습니다. 네, 여기는 미겔 선생님 집의 교회입니다. 여기 이제 바로 옆에가 집이고요. 주변 돌아보면 여기가 대부분 농사하시는 분들이 사시는 곳이라 가지고 캄보디아 내에서도 엄청 시골입니다. 그래서 관리를 잘 하셔서 막 깔끔합니다. 네. Nông bộ niên tiếng đô miền Pram nè, miền cột cùng nắp hai Pram nè ngông. 네, 오늘 제가 이렇게 또 미겔 선생님 집에 와서 또 이렇게 맛있는 식사를 해주셔가지고. 요거 메뚜기입니다. 냠양마이님 뭘 그발달. Ấy, khăm. Lúc nào anh 네, 이렇게 또 메뚜기를 주셨는데 또 먹어봐야 되지 않겠습니까? 네, 미겔 선생님하고 이제 미겔 선생님 앞집에. biết đâu mà anh. Mày hết chưa? Nhớ. 꼰지라 부아 꼰지라. 네. 네, 제가 이제 자르다가 도저히 못 봐주시겠는지 미겔 선생님 어머니께서 직접 잘라주십니다. 꼰지란. កម្មឈ្មោះវត្តភ័ណ្ឌហើយមានក្រុមគ្រួសារខ្ញុំមាន5នាក់កាលពិតទៅខ្ញុំដូចថាយើងនៅតាមជនបទគឺយើងវាអត់មានមុខរបរឲ្យធ្វើទេមានតែការងារកសិកម្មនឹងធ្វើចំការធ្វើឲ្យណែហើយនឹងធ្វើស្រែធ្វើដំណាំយើងផ្សេងទៀតមានច្រើនទៀតប៉ុន្តែផ្នែកខាងកសិកម្មហើយនឹងការបម្រើព្រះអង្គគឺយើងមានពេលខ្លះដោយសារយើងអត់បានបម្រើពេញពេលទេដោយសារយើងអត់មានលុយណានឹងបានបម្រើពេញពេលទេមានតែយើងមានពេលខ្លះមានថាអត់ទេប៉ុន្តែដល់ថ្ងៃអាទិត្យគឺយើងឈប់សម្រាកហើយថ្វាយគុំព្រះអង្គហើយអញ្ចឹងប៉ុន្តែឲ្យដើរប្រើព្រះអង្គបានពេញពេលដូចគេអត់បានទេតើតើនឹងកសកម្មនេះគឺយើងខ្ញុំធ្វើនេះតាំងពី2017មកពីមុនខ្ញុំចង់និយាយខាងមុនបន្តិចខាងមុន2017នោះគឺខ្ញុំដើរស៊ីឈ្នូលគេទេដោយសារយើងខ្វះខាតខ្លាំងសារនោះណាស៊ីឈ្នូលគេប្រហែល2ឆ្នាំ17បានធ្វើខ្លួនឯងចេះដោយថាដាំដលងនេះទៅរៀនគេទៅបានចេះពី2017មកទល់ឥឡូវនេះធ្វើកសកម្មរហូតអត់ដែលខានរាល់ឆ្នាំនេះជាទូទៅដាំដំណាំដែលរាល់ឆ្នាំដំឡូងមីរាល់ឆ្នាំហើយក៏មានសណ្តែកផ្សំដែរសណ្តែកសៀងទៅសណ្តែកបាយហើយមានស្រូវជាមួយដែរធ្វើដែរជាចម្បងគឺដំឡូងមីដែរអត់ដែលខាតទេដំឡូងមីធ្វើរាល់ឆ្នាំមានដែរបាទពីមុនមកមើលយើងចាប់តាំងពីធ្វើមកដាំរហូតដំឡូងប៉ុន្តែដល់ឥឡូវនេះបានឆ្នាំណែងបានដាំចាំទីចាំណាដោយសារថាឆ្នាំទៅខែនេះឯងបានតែ150 គីឡូ150ថោករយៈពេល2ឆ្នាំ2ឆ្នាំនេះវាថោកខែភាសាប៉ុន្តែបើខែប្រាំង200ជាងឲ្យទៅធ្វើក្រៀមបានថ្លៃក្រៀមបានវាមើលទៅចន្ទទីក៏គេរៀងមានតម្លៃគ្រឿនទៅក៏បានដូរមកដាំចន្ទទីដាំឆ្នាំទៅបានខ្លះហើយនឹងឆ្នាំនេះឯងដាំចន្ទទីនេះ10ហាត់ជាងគ្រូ10ហាត់ជាងកន្លែងដែលយើងរកចំណេញអត់ឃើញព្រោះពេលយើងខ្វះលុយយើងចែកលុយពីគេយកមកចំណាយដល់ពេលបានហើយយើងសងគេវិញទៅនឹងបានចាយហែមកចិញ្ចឹមកូនសម្រាប់ការងារប្រើប្រាស់ផងហើយហូបរាល់ថ្ងៃផងបើថាឲ្យសល់អត់ដឹងថាសល់ទេបើសល់តែដីនោះ ការងារដែលថាបម្រើព្រះអង្គផងហើយនឹងការងារផ្ទាល់ខ្លួនផង ព
ពិបាកតែលោកគ្រូគាត់ឧទាហរណ៍ថាមានពេលគេហៅប្រកបគ្នាឲ្យទៅខ្ញុំមានពេលទៅខ្លះប៉ុន្តែដូចខាងខ្ញុំនិយាយខាងដើមវាបានពេញពេលទេតែឧទាហរណ៍ថាមើលដូចខ្ញុំធ្លាប់ចូលរៀននិយាយទៅមួយខែរៀនម្ដងបានម្ដងនេះរៀន5ថ្ងៃ6ថ្ងៃក្នុងមួយខែហើយក៏យើងសល់ពេលប្រហែលគឺយើងធ្វើការកសិកម្មដែរក៏ពិតទៅចំណុចមួយនេះពិបាកដែរកន្លែងទៅឯងដូចថាបាសនាបើយើងអត់មាននិយាយទៅយើងអាចទៅខ្ចីគេហ្នឹងគ្រូផ្លូវមានតែមួយតែមានតែខ្ចីគេពេលយើងខ្ចីគេទៅដល់យើងបានផលទៅគឺយើងសងទៅគេវិញអញ្ចឹងបានយើងនិយាយខាងដើមថាវាអត់មានអុយចំណេញនឹងសល់ដោយសារយើងខ្ចីគេនឹងមកដល់ពេលអត់ទៅយើងខ្ចីគេនេះមកប្រើប្រាស់សិនដល់ពេលបានផលយើងសងគេវិញទៅយើងអស់បាត់ហើយអត់មានអីទេអាកន្លែងទៅដូចថាកន្លែងពេលដែលពិបាកអញ្ចឹងឆ្នាំទៅខ្ញុំដាំបានខ្លះ បានខ្លះ ឆ្នាំនេះបានខ្លះឆ្នាំនេះបាន400កូន ไว้จันที่ได้สมก็จะลุยแก้ให้นะ ចៃ ติน លុយគេយកមកដាំ อยู่มาตาม ទិញកូនយកមកដាំ อ่า គេទិញក៏ប៉ុន្តែ อ่า ខ្ញុំដូចថាវាមិនសាដែលទៅរៀននេះកូន2នាក់ ប៉ុន្តែបានទៅតែមួយដោយសារយើងវាអត់មានលុយគ្រប់គ្រាន់ឲ្យពួកគាត់រៀនតែមួយនោះផងអញ្ចឹងទៅយើងក៏មានបញ្ហាចំពោះធនាគារដែរហើយកូនរៀនដែរទៅវាតបអត់ឈ្នះទៅបាននៅសល់មួយនេះ សោកស្ដាយ ស្ដាយគិតទៅស្ដាយដែរគឺកូនអត់បានទៅរៀនស្ដាយតែមានប៉ុន្តែដឹងធ្វើម៉េចបើយើងវាអត់ហើយក៏មានតែតាមនេះទៅ ខ្ញុំមានអារម្មណ៍ថាសោកស្ដាយព្រោះតាមគោលនងយើងចង់ឲ្យកូនរៀនចប់ទាំងអស់គ្នាកុំឲ្យថាយើងធ្វើចការហើយយើងវាជួបការលំបាកចង់ឲ្យកូនកុំឲ្យធ្វើចការហត់ដូចយើងណាដល់ពេលយើងអត់មានលុយគ្រប់គង់ឲ្យគាត់គ្រប់ទៅមានអារម្មណ៍ថាសោកស្ដាយ อ่า ប៉ុន្តែយើងអត់ដឹងថាធ្វើម៉េចយើងអត់មានជំរឿ เอามีเพลอ អត់មានផ្លូវ อ่า ម្ចាស់ជំនួយដែលពួកគាត់បានជួយដល់ខ្ញុំក្នុងការដែលខ្ញុំមានការខ្វះខាតអញ្ចឹងខ្ញុំអរគុណដល់ពួកគាត់ហើយក៏សូមឲ្យព្រះជាម្ចាស់នឹងបានប្រទានពរឲ្យគាត់ប្រកបមុខរបររកឲ្យគាត់បានប្រពោមកពីព្រះអង្គធំអរគុណ อ่าขอบคุณจราว่าปนเนก็คนคนคนว่า ជំរាបសួរខ្ញុំបាទឈ្មោះផនអរីមានអាយុ24ឆ្នាំសម្រាប់តួនាទីគឺនៅក្នុងព្រះវិហារជាអ្នកលេងភ្លេងហើយក៏ជាគ្រូកុមារហើយមានពេលខ្លះក៏ឡើងអធិប្បាយជំនួសគ្រូគង្វាលរៀនបានរៀនព្រះគម្ពីរនៅក្នុងឆ្នាំនេះឆ្នាំទី4ជាត្រូវជាឆ្នាំបញ្ចប់ក៏ប៉ុន្តែការរៀនព្រះគម្ពីរនោះគឺអត់វាថាអត់សូវបែបជាប់លាប់ទេដោយសារតែយើងរៀនក្នុងមួយខែយើងទៅរៀនតែមួយអាទិត្យបើសរុបជា4ឆ្នាំគឺថារៀនព្រះគម្ពីរបានតិចតួច อืม បានច្រើនសម្រាប់ផែនការជីវិតរបស់ខ្ញុំគឺសម្រាប់ទៅថ្ងៃមុខគឺចង់បម្រើព្រះហើយនឹងថាមានមុខរបរខ្លួនឯងតិចតួចហើយជាមុខរបរផ្ទាល់ខ្លួនអត់ធ្វើកាយគេទេដើម្បីឲ្យពេលដែលយើងមានមុខរបរខ្លួនឯងយើងអាចមានពេលវេលាសមស្របមួយក្នុងការបម្រើព្រះឧទាហរណ៍ដូចជាខ្ញុំជាយុវជនបង្គោលនៅក្នុងខេត្តព្រះវិហារដែលត្រូវមានកិច្ចប្រជុំជាច្រើនដើម្បីរៀបចំកម្មវិធីសម្រាប់បង្កើតដំណឹងល្អសម្រាប់រៀបចំកម្មវិធីផ្សេងទៀតដើម្បីនឹងគេថាធ្វើឲ្យយុវជននៅក្នុងថាយុវជនចាប់ពីអាយុ16ឡើងរហូតដល់20ចុះឬក៏30អីឲ្យពួកគាត់បានលើដំណឹងល្អហើយពួកគាត់បានជួបជុំគ្នាក្នុងការដែលឲ្យវាថាឲ្យដំណឹងរបស់ព្រះហ្នឹងគឺកាន់តែសោះសាយនៅក្នុងខេត្តព្រះវិហារគឺពួកយើងកំពុងតែធ្វើការផែនការសម្រាប់ការងារខ្លួនឯងគឺធ្វើខាងកសិកម្មព្រោះអីដោយសារតែខ្ញុំអត់បានរៀននៅបន្តនៅសាកលវិទ្យាល័យដូចនេះហើយសម្រាប់ចំណេះដឹងទូទៅហើយនឹងតម្រូវការការងារគឺអត់ស័ក្តិសមនឹងគ្នាហើយមួយទៀតដោយសារតែខ្ញុំគិតថាការធ្វើការងារចំការគឺយើងអាចមានពេលគ្រប់គ្រាន់ក្នុងការបម្រើព្រះយើងធ្វើការងារខ្លួនឯងផងហើយយើងមានពេលបម្រើព្រះផងដោយសារតែខ្ញុំជាអ្នកជឿព្រះយេស៊ូវហើយចង់ឲ្យដំណឹងល្អនោះគឺបានឮទៅដល់អ្នកដែលគេអត់ទាន់ជឿឲ្យគាត់បានប្រែចិត្តឲ្យទទួលជឿព្រះដូចជារូបខ្ញុំដែរ
스파이 젖맨. សប្បាយចិត្ត 오케이. 곤치란. 곤치란. 이제 설명을 하자면 올해 필요한 물몇 개수가 400그루였습니다. 근데 이제 미겔 선생님 가정이 돈을 빌려서 400그루를 미리 구매를 하시고 다 심었습니다. 근데 이제 남은 게 100그루 남아가지고 지금 이제 남은 100그루만 심으면 400그루가 다 찬 상황입니다. 유튜브를 통해 또 소식을 들으신 분들께서 도움을 주셔가지고 400그루를 사왔을 때 빚진 값을 다 갚을 수 있게 됐습니다. 또 도움을 주셔서 너무 감사드리고 앞으로도 이제 미겔 선생님 가정의 이야기는 계속해서 또 소식을 중간중간마다 전하도록 하겠습니다. 네, 그리고 또 뭐 보여줄 게 있다고 해가지고 Đã mất, đặt camera xuống. 그냥 너 또 있네. 아니 또 띠끼 톰 매너. 예예. mẹ thông lột lại. 요거 이제 키워서 팔려고 네, 와 진짜 많네요. 와 지랄이나 mỗi kilo thay mà này kêu Mà cà lố thay 25,000 ឬក៏ 30,000. 아능 땡어 4만 kilo តាមត្រង់ដែលយើងចាំវាភាគរយដែលយើងថែទាំវាបានល្អមកត្រង់យើងអាចបានពី10គីឡូទៅ20គីឡូ 괜찮 4만 카이 토마다 រយៈពេល45ថ្ងៃ 사이즈 프람 탕아이 잠깐의 그루면 담롱 미 스와이 짠띠 하이는 ទឹកបូក 건덥 미엔띠에다 스러 ស្រូវហើយនោះចេក 제이 노타이 그루사 분네 다 ចា 조카 양말 ការ 봄프람 រកថ្ងៃ 면 선물학 때 언제 អត់មានសម្រាប់មានតែពេលយើងមានកម្មវិធីជាមួយនឹងព្រះឬក៏ថ្ងៃអាទិត្យតែប៉ុណ្ណឹង 선물학 때에 빼 저희 방금 ចាពេលផ្សាយអង្គមពេលព្រឹកពេលថ្ងៃឡើងយើងទៅធ្វើការ 저까지 네. 네 이거는 우리 한국 분들이 미겔 선생님 가정을 도와주려고 보낸 후원금입니다. 이거는 제가 미겔 선생님한테 전달해가지고 미겔 선생님 부모님께 전달할 수 있도록 하겠습니다. 네 그루 ឲ្យហើយណា 땡어 모이리엔 덤먼 គេ 네 꾼찌란 네 한국 분들 너무 감사드립니다. 여기 또 선생님 가정 영상을 또 관심 가져주시고 이렇게 또 도움 주셔가지고 진짜 빠른 시일 내에 이렇게 또 후원을 할 수 있게 됐습니다. 그래서 선생님 가정이 이번 연도에 캐슈넛을 심을 수 있도록 도와주셔서 감사합니다. 이제 미겔 선생님하고 농장 갑니다. 농장은 차로 못 타고 간다 해가지고 미겔 선생님 오토바이를 빌려 같이 타고 가고 있습니다. 네, 여기는 이제 미겔 선생님 어머니 아버지가 하는 농장이라고 합니다. 여기에 이제 카사바를 많이 심어놨네. 아니 봄만치 남아야 네크로 카이프라멘. 김바지랑 긴팔을 입고 난 이유를 이제 알 것 같습니다. 지금 걸은 지 한 1분 됐습니다. 근데 벌써 좀 덥네요. 많이 이런 삶을 이제 매일 사시는 겁니다. 이제 아까 잠시 물어봤는데 매일 농장 가신다고 하더라고요. 쉬는 날이 없다고 합니다. 네, 그래서 생계를 이어나가기 위한 농사도 하시면서 또 복음 전하는 사역을 하고 계십니다. 야, 저는 이거 생각했을 때 하루라도 할 수 있을까요? 형은 카사바를 하시고 이렇게 중간중간마다 캐슈넛을 한 줄씩 심어 놓으셨네요. 네.អត់យកជីមកដាក់អីមកកាប់ប៉ុណ្ណាបានហើយប៉ុណ្ណេះហើយចំនេះ 이게 이제 캐슈넛이 이제 2,700릴이라고 합니다. 한 그루가. 지금 1 ឆ្នាំធ្វើជាប់អត់មានពេលសម្រាប់ កុំឲ្យលុបវាជ្រៅពេក ជឿនទៅអស់ហើយម៉ែប៉ុណ្ណេះហ្នឹង 매일매일 이렇게 더운 장소에 나와서 카사바도 심고 캐슈넛도 심고 한답니다. 지금 사실 진짜
얼마 되지도 않았는데 이 더위 때문에 선생님들은 단지 이제 가족분들의 생계도 지켰지만 하나님 복음을 전하고 섬기는 일을 위해서 자신의 일을 게으르게 하지 않으시고 이 일을 지금 10년째 하고 계신답니다. 우리 전사님 가정이 정말 앞으로도 복음 사역을 전하는 데 있어서 정말 항상 건강하고 또 일들이나 이런 것들 잘 해결됐으면 좋겠습니다. 선생님 가정에도 도움이 필요한 것들이 있었을 때 영상이나 소식지를 통하여 유튜브를 보시는 분들께 한번 더 알려드리도록 하겠습니다.